វត្តបល័យឃុំអង្គរសស្រុកម្សាងខេត្តព្រៃវែងទីវត្តបល័យខ្ញុំមកលេងស្រុកមកភៀសឹកពីប៉ោយប៉ែតមកដល់វត្តដល់ស្រុកកំណើតការធ្លាប់រស់នៅរៀនសូត្រក្នុងព្រះពុទ្ធសាសនាក្នុងទីកន្លែងនេះឥឡូវស្រាប់តែស្ងាត់អត់មានប្រសង់ឬអាចារ្យណាមួយមានតែឆ្កែហើយនឹងគោអាចគោមកនៅក្នុងវត្តអញ្ចឹងក្នុងទីវត្តនេះដោយនឹកឃើញកាលឆ្នាំ9ជាងបាទដែលកំសត់អត់មានកត់នៅតែកត់នេះមួយទេ9ជាងបាទនេះនៅសំសល់គេណែលពីបុរាណនៅខាងក្រោយមានសាលាឆាន់មានកត់ធ្វើសាជាថ្មីនៅក្នុងទីវត្តតែស្រាប់តែដល់ពេលនេះវត្តមានទីអារាមសាលាឆាន់ទីលំនៅដ៏ស្អាតស្កឹមស្កៃក្នុងទីវត្តស្រាប់តែប្រសង់ទីត្រូវបិទវត្តចោលក្នុងទីកន្លែងនេះអញ្ចឹងជាកន្លែងកំសត់កម្រមួយដែលចំនួនចាស់គាត់បានកំសល់ទុកស្រាប់តែខាងចំនួនខាងក្រោយមានអធិការដោយមន្ទីរធម្មការឬមន្ត្រីសង្ឃដែលចាត់ចែងត្រូវបិទវត្តអត់ឲ្យប្រសង់មុនគួងនៅទេអញ្ចឹងទៅធ្វើឲ្យវត្តអត់មានប្រសង់នៅគួងនៅឬគណៈកម្មការមួយណានៅអញ្ចឹងព្រះវិហារកសាងក្នុង97 98នេះរហូតដល់បានរួចស្រេចហើយ9ជាងកាលនោះក្រតែពុទ្ធបរិស័ទប្រឹងឈ្មោះនឹងការចូលជាបច្ច័យសំងកសាច់គ្រប់មជ្ឈដ្ឋានទាំងអស់ដើម្បីសាងសង់នៅព្រះវិហារឲ្យបានចុះខណ្ឌសីមារួចរាល់សម្រាប់នឹងប្រើប្រាស់ក្នុងពុទ្ធសាសនាដោយសម្ដែងនៅឧបោសថសិលទៅដោយគ្រប់រូបគ្រប់អង្គឲ្យទៅចូលបាននៅក្នុងទីនេះត្រូវកិច្ចវត្តនមស្ការបរតនត្រ័យរៀងអង្គតែស្រាប់តែចំនួនក្រោយធ្វើឲ្យទីវត្តទីអារាមស្ងាត់អត់មានព្រះសង្ឃណាមួយអង្គណាមួយនៅបានដោយជាពុទ្ធបរិស័ទឥឡូវខ្វះខាតនឹងការព្រះសង្ឃធ្វើបុណ្យធ្វើទានឥឡូវមួនដល់ពីវត្តគេយកមកបំពេញបុណ្យបំពេញកុសលហើយចឹងទៅគាត់ក៏ធ្វើមិនទាន់រួចទេហើយចឹងមិនដឹងធ្វើម៉េចដោយអកុសលជាភូមិបល័យរបស់យើងធ្វើឲ្យមន្ត្រីសង្ឃទីធម្មការខេត្តធ្វើមកឲ្យបិទវត្តដោយវត្តនេះមានអធិការនៅក្នុងទីវត្តទីអារាម